ចឹងខ្ញុំសូម5ផ្ញើទៅក្រុមអ្នកប្រឆាំងសូមកុំទាមទារហួសហេតុរហូតទៅដល់ឲ្យរាជរដ្ឋាភិបាលយកលិខិតឬយកត្រារបស់តុលាការអន្តរជាតិយកមកបង្ហាញខ្លួននោះព្រោះនេះជានីតិវិធីរបស់តុលាការសូម្បីតែតុលាការរបស់យើងនេះក៏យើងអត់មានសិទ្ធិទៅទាមទារឲ្យគេបង្ហាញឯកសារនេះឯកសារនោះឲ្យយើងដែរអ្នកស្គាល់ច្បាប់ទេហើយខ្ញុំមិនចង់ជលក់មាត់ឬក៏ប៉ះពាល់ជាមួយជាតិសាសន៍ឯងក្នុងពេលវេលាដែលកំពុងប្រឈមមុខជាមួយនឹងជនបរទេសពួកបរទេសដែលឈ្លានពានយើងនោះទេប៉ុន្តែដោយសារវាភាពហួសហេតុពេកបានជាខ្ញុំបង្ខំចិត្តត្រូវនិយាយតាមពិតខ្ញុំមិនគួរនិយាយប៉ះពាល់នៅជាតិសាសន៍ឯងនៅក្នុងកលៈទេសៈដែលបរទេសឈ្លានពាននោះទេប៉ុន្តែខ្ញុំត្រូវតែពន្យល់ប្រជាជន17លានអ្នកផ្សេងទៀតនៅហេតុផលអ្វីទៅបានជារដ្ឋាភិបាលត្រូវតែធ្វើសកម្មភាពដោយមិនចាំបាច់បង្ហាញយើងបង្ហាញរូបថតបង្ហាញស្អីប៉ុន្តែមិនអាចយកឯកសាររបស់តុលាការយកមកបង្ហាញបានទេសូមស្រាប់ឲ្យច្បាស់ណាស្រាប់តែបង្ហាញចេញទៅតុលាការណែឯងធ្វើខុសទទួលតនកម្មបែបនេះបែបនោះវាមិនរឿងអាក្រក់ត្រូវយល់អំពីបញ្ហានឹងអស់ផងខ្ញុំគិតថាខ្ញុំមិនចង់ឲ្យពលរដ្ឋខ្មែរម្នាក់ល្ងងទេទោះបីគេប្រឆាំងទោះបីគេកាន់និន្នាការណាក៏ដោយខ្ញុំចង់ឲ្យមានការចេះដឹងព្រោះបើសិនជាគម្លាតខុសពេកថ្ងៃពេករវាងអ្នកកាន់អំណាចជាមួយនឹងប្រឆាំងគឺពិបាកណា